បាទជំរាបសួរដោយសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមានវីដេអូថ្មីដែរបងប្អូនបាទគឺឆាត្រីជាមួយគីមឆាយបងប្អូនបាទហើយដើមគីមឆាយអ្នកខ្លះហៅជីឆាយអ្នកខ្លះហៅគីមឆាយហ្នឹងតោះឥឡូវយើងមកហាន់សាច់ត្រីជាស្ដាងចឹងមកហើយនេះជីឆាយរបស់យើងហាន់វាឲ្យម៉ត់ចឹងតិចមកបងប្អូនបាទហើយនេះត្រីដែលយើងហាន់វារួចខ្ញុំយកមកប្រឡាក់រ៉ូឌីសិនបងប្អូនដើម្បីវារៀងរឹងសាច់ចឹងណាហើយយើងដាក់ចឹងហើយយើងផ្អាប់ឲ្យទុកមកស្ទូទៅចាំយកវាទៅឆាវារឹងសាច់ល្អបងប្អូនវាអត់បែកជាបងប្អូនអត់ប្រឡាក់រ៉ូឌីទេអាចរៀងបែកសាច់ត្រីចឹងបងប្អូនតោះឥឡូវយើងចាប់ផ្ដើមមកចម្អិនទាំងអស់គ្នាបងប្អូនបាទឥឡូវយើងមកចាប់ផ្ដើមដាក់បំពងខ្ទឹមយើងសិនមកបាទស្ករក្រហមបងប្អូនមានស្ករសអត់ស្ករសបានទេបងប្អូនតែបើស្ករក្រហមវាឈ្ងុយជាងបងប្អូនក្រហមវាឈ្ងុយស្ករត្នោតបាទឥឡូវយើងចាក់ដាំដាក់ទឹកត្រីយើងចូលមកឆាវាទៅសាច់ត្រីដាក់សាច់ត្រីយើងចូលមកបាទត្រីដែលយើងអាប់ទុកហ្នឹងឆាវាទៅសពគ្រឿងសិនមកបងប្អូនតាមថែមគ្រឿងក្រៅតាមក្រោយទៀតបាទដល់យើងមកថែមប្រេងខ្យងមកចេញបាទដាក់ប្រេងខ្យងប្រេងឆាទៅទីមកចាំយើងថែមទឹកល្ងាស់វាបន្តិចទៅបាទគឺរួចរាល់បាទសាច់ត្រីវាងាយបងប្អូនឆាប់ឆ្អិនសាច់ត្រីតែផ្លែទៅបានញ៉ាំបាត់ហើយតោះឥឡូវយើងដាក់ទឹកល្ងាស់វាអញ្ចឹងមកតោះឥឡូវយើងនេះចាក់ឆៃចូលមកឈ្ងុយតែម្ដងបាទយើងកូរឆាវារៀងឆ្អិនតិចមកបើឆ្អិនពេកបាទព្រៃជីឆាយនេះលឿនបងប្អូនតែពី3ត្រឡប់ហ្នឹងឆ្អិនមកហើយតោះឥឡូវឃើញថារួចរាល់ហើយណាបងប្អូនអើយហើយមានទឹកត្រីទៀតមិនបាយមួយចានមកបាទងាកឡើងអីបងប្អូនចង់ខ្លែមក៏ត្រូវចង់បាយក៏ត្រូវដែរទឹកត្រី7ទុំមកអូ